ជំរាបសួររីរីស្វាគមន៍សម្រាប់ពេលវេលារៀនភាសាកូរ៉េតាមរយៈភាសាខ្មែរហើយនេះជាពេលវេលាសប្បាយៗសិក្សាភាសាកូរ៉េជាមួយនឹងភិរុនអញ្ញងអាសេអូខាម៉ូឌីសសិនភិរុននេះចាថ្ងៃនេះដែរពួកយើងនឹងរីរីសិក្សាអំពីជាមួយគ្នាក្នុងរឿងព្រេងនិទានក្នុងថ្ងៃនេះតែម្ដងចាចង់ដឹងមែនតើរឿងរ៉ាវនេះដល់កម្រិតណាទៅអញ្ចឹងមានតែតាមដានជាមួយនឹងខ្ញុំជាបន្តទៀតថ្ងៃនេះពួកយើងនឹងរៀនបន្តសិក្សាអំពីរឿងព្រេងនិទាននេះជាបន្តទៀតតែមុននឹងសិក្សានៅវគ្គបន្តនេះខ្ញុំសូមរំលឹកនៅពាក្យខ្លះៗដែលបានរៀនរួចតើអ្នកទាំងអស់គ្នាមានចាំពាក្យថាសៃឈូខេជីណេតាដែរទេចាអញ្ចឹងសូមអានតាមអ្នកខ្ញុំទាំងអស់គ្នាណាសៃឈូខេជីណេតាសៃឈូខេជីណេតាចាពេលនេះមានន័យថាទំនាក់ទំនងល្អនឹងគ្នាចាអញ្ចឹងអ្នកខ្ញុំនឹងលើកឧទាហរណ៍ខ្លះៗដើម្បីមកបញ្យល់ដើម្បីងាយស្រួលជាងនេះ언니와 여동생은 사이좋게 지냈어요. 자, ទំនាក់ទំនងរវាងបងប្អូនស្រីពីរនាក់ហ្នឹងគឺល្អគ្នាណាស់អញ្ចឹងពាក្យមួយទៀតមានចាំអនពាក្យថា 말을 잘 듣다. 자, សូមអានម្ដងទៀត 말을 잘 듣다. ចាពេលនេះមានន័យថានិយាយស្ដាប់បង្គាប់ចានិយាយស្ដាប់បង្គាប់នៅអ្វីមួយអញ្ចឹងឧទាហរណ៍ថា엄마의 말을 잘 들었어요. 엄마의 말을 잘 들었어요. 자, ពេលនេះមានន័យថានិយាយស្ដាប់អង្គម្ដាយនិយាយស្ដាប់អង្គម្ដាយចាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយពាក្យថា 엄마 មានន័យថាម្ដាយឬក៏ម៉ាក់ចាក្រោយពីសិក្សានៅវគ្គខ្លះៗនៅពាក្យខ្លះៗពីអញ្ចឹងមិញមកអ្នកខ្ញុំសូមអង្វរអារម្មណ៍មកសិក្សាជាមួយអ្នកខ្ញុំជាបន្តទៀតក្នុងរឿងព្រេងនិទានខុងជីផាត់ជីចា잘 들으세요. 콩쥐 팥쥐. 어느 날 새엄마가 팥쥐에게는 쇠 호미를, 콩쥐에게는 나무 호미를 주며 말했습니다. 너희도 이제 다 컸으니 밭에 나가 김을 매렴. 자, ស្ដាប់ហើយយ៉ាងម៉េចដែរចាទោះបីជាស្ដាប់បានឬក៏មិនបានក៏គ្មានបញ្ហាព្រោះថាអ្នកទាំងអស់គ្នានឹងមានខ្ញុំភិរុនប្រសិនបើមិត្តរៀនភាសាកូរ៉េដោយម្ដងមួយអ្នកខ្ញុំជឿជាក់ថាពិតជាមិនពិបាកនោះទេអញ្ចឹងអ្នកខ្ញុំនឹងបញ្យល់នៅពាក្យមួយដល់មិត្តអ្នកស្ដាប់តោះចូលទៅរៀននិងសិក្សាជាមួយអ្នកខ្ញុំទាំងអស់គ្នា어느 날 새 엄마가 팥쥐에게 새 호미를ចាមានថ្ងៃមួយម្ដាយថ្មីរបស់នាងនឹងបានឲ្យនៅផាជីនៅកណ្ដៀវដែកចាបន្តទៀត 콩쥐에게는 나무 호미를 주며 말했습니다. ចាឲ្យនាងខុងជីនៅកណ្ដៀវឈើរួចក៏និយាយថាចាមិនដឹងនិយាយពីអីនោះទេអញ្ចឹងមានតែសិក្សានឹងជាមួយនឹងខ្ញុំជាបន្តទៀតចាតារ៉ាហេពូសេយោសេហូមីសេហូមីចាពេលនេះមានន័យថាកណ្ដៀវដែកចាកណ្ដៀងដៃអញ្ចឹងពាក្យថាសេមានន័យថាដៃអញ្ចឹងពាក្យនេះបូកជាមួយនឹងពាក្យថា homi homi ចាពាក្យថា homi មានន័យថាកណ្ដៀវចាអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាអាចសិក្សានឹងដឹងខ្លះតោះចូលទៅសិក្សាមួយទៀតណានៅពាក្យថា namu homi namu homi ចាពាក្យនេះមានន័យថាកណ្ដៀវឈើចាមានកណ្ដៀវដៃអញ្ចឹងមានកណ្ដៀវឈើហើយអញ្ចឹងពាក្យថាណាមូចាពាក្យនេះមានន័យថាឈើចាអញ្ចឹង homie ប្រហែលជាអ្នកទាំងអស់គ្នាដឹងហើយពាក្យនេះមានន័យថាកណ្ដៀវចាអញ្ចឹងអ្នកខ្ញុំនឹងលើកពាក្យខ្លះដែលទាក់ទងនឹងពាក្យនេះប្រហាប់ហើយនឹងពាក្យនេះដូចគ្នាមកបញ្ជូនដូចថាមកលើកជូនមិនមានអ្នកស្ដាប់ទាំងអស់គ្នានៅពាក្យថាសេជីផាំងីចាពាក្យនេះមានន័យថាដែកច្រត់ចាមិនមែនឈើច្រត់ទេគឺដែកច្រត់អញ្ចឹងពាក្យសេអ្នកទាំងអស់គ្នាដឹងរួចហើយមានន័យថាដែកអញ្ចឹងពាក្យថាជីផាំងីចាពាក្យនេះមានន័យថាឈើច្រត់ចាឈើច្រត់អញ្ចឹងបើយើងនិយាយថាណាមូជីផាំងីចាមានន័យថាឈើច្រត់ចាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយទៅពាក្យថាណាមូនិងពាក្យជីផាំងីមានន័យថាឈើច្រត់ចាសិក្សាបន្ថែមទៀតជាមួយនាងខ្ញុំនៅក្នុងអត្ថបទនេះ 콩쥐에게는
나무 호미를 주며 콩쥐에게는 나무 호미를 주며 자, 어는 콩쥐 nơi cần điều chữ rút co 자, mình thao rút co và mình tế 자, sắc xa bằng thám từ lời biệt ni từng ngọt khăn 콩쥐에게 나무 호미를 주다 콩쥐에게 나무 호미를 주다 자, biệt ní mình thà cần điều chữ tới những 콩쥐 chắc mà dây này dây năng lượng ho từ lời biệt thá 누구에게 무엇을 주다 누구에게 무엇을 주다 자, mình này mày đăng ấy mình này thà vậy muối tới này nam mình nè 자, giờ vậy tới 자, chắc một mình đăng thà vậy nữa tí mình đã sắc xa chỉ mình không chỉ mình tỏ tiền chắc này không xâm lợi ho thà 팥쥐에게 새호미를 주다 팥쥐에게 새호미를 주다. 자, 비니 미네 다 cần điều đáy tới niệm 팥쥐. 자, 정오대호 클락클락 만 타임 때 남아야 nghe vô chừng ní. 아이에게 팝을 주다. 아이에게 팝을 주다. 자, 비니 미네 다 bài từ con. 자, bài từ con ឬក៏បញ្ចុកបាយtừ con. អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយពាក្យថា ai ពេលនេះមានន័យថាកូនឬក៏ទារកអញ្ចឹងលោកឧទាហរណ៍មួយទៀតគឺពាក្យថា 딸에게 빵을 주다 딸에게 빵을 주다 ចាពេលនេះមានន័យថាឲ្យនំប៉័ងទៅកូនស្រីចាអញ្ចឹងមានដឹងអីពាក្យនំប៉័ងជាភាសាកូរ៉េគេហៅថាម៉េចចាគឺពាក្យថាប៉ាំងចាប៉ាំងជាភាសាកូរ៉េអញ្ចឹងភាសាខ្មែរយើងគេហៅថានំប៉័ងចាស្រីគ្នាមែនតើចាសិក្សាបន្តទៀតនៅប្រយោគបន្តជាមួយនឹងខ្ញុំក្នុងអត្ថបទនេះជាបន្ត너희도 이제 다 컸으니 밭에 나가 김을 매렴ចាពួកឯងនឹងសិតតែធំអស់ហើយឥឡូវចេញទៅដល់ស្មៅនៅវាស្រែចាតើអ្នកណាជាអ្នកបង្គាប់បញ្ជាពាក្យនេះចាគឺជាម្ដាយថ្មីឬក៏ជាម្ដាយចុងរបស់នាងគង់ឈីសិក្សាបន្ថែមទៀតជាមួយនាងខ្ញុំជាបន្តទៀតតារ៉ាហេពូសេយោថាខុសនីថាខុសនីមានន័យថាសិតតែធំហើយសិតតែធំហើយអញ្ចឹងពាក្យថាខុសនីមានន័យថាធំហើយអញ្ចឹងកិរិយាសព្ទដើមរបស់ពាក្យថាខុសនីជាពាក្យអ្វីដឹងអត់ចាគឺពាក្យថាខឺតាពាក្យនេះមានន័យថាធំពាក្យធំនេះវាជាគុណនាមថាខឺតាពាក្យនេះមានន័យថាធំហើយអញ្ចឹងឧទាហរណ៍ថា우리 딸도 이제 다 컸어요. 우리 딸도 이제 다 컸어요. 자, មានន័យថាកូនស្រីរបស់យើងឥឡូវនេះធំហើយចាកូនស្រីធំហើយអញ្ចឹងគឺគេអាចធ្វើអីដែលខ្លួនឯងបាន 우리 아들도 이제 다 컸어요. 우리 아들도 이제 다 컸어요. 자, កូនប្រុសរបស់យើងឥឡូវនេះធំហើយចាលេងគេធំហើយអញ្ចឹងពាក្យថា adl ហើយនឹងពាក្យថា tal អ្នកទាំងអស់គ្នាប្រហែលជាដឹងរួចមកហើយមានន័យថា tal មានន័យថាកូនស្រី adl មានន័យថាកូនប្រុសអញ្ចឹងឧទាហរណ៍មួយទៀតដើម្បីឲ្យងាយយល់ជាងនេះ 아기가 벌써 다 컸구나 ចាពេលនេះមានន័យថាកូនក្មេងចាកូនក្មេងឬក៏កូនរបស់យើងឥឡូវនេះគឺធំអស់ហើយអញ្ចឹងពាក្យថា벌써ចាពេលនេះមានន័យថាឥឡូវនេះឬក៏ធំហើយឬក៏លឿនចាក្នុងលក្ខណៈវាគឺជាប្រយោគស្នប់ឬក៏ឆ្នោតឬក៏ជាគុណនាមចាអញ្ចឹងការសិក្សាវគ្គទី1ក្នុងថ្ងៃនេះក៏បានបញ្ចប់ត្រឹមនេះដែរអញ្ចឹងពួកយើងនឹងបន្តសិក្សាក្នុងវគ្គទី2ជាបន្តទៀតនៅក្នុងរឿងព្រេងនិទានខុងជីនិងផាជីតែអ្នកទាំងអស់គ្នាបានត្រៀមលក្ខណៈនិងត្រៀមខ្លួនសិក្សាហើយឬនៅចាបើសិនជាត្រៀមហើយសូមស្ដាប់ជាភាសាកូរ៉េជាមួយនឹងខ្ញុំទាំងអស់គ្នាណាគឺរឿងខុងជីផាជីឆាធឺរឺសេយោ
공쥐 팥쥐. 밭에서 풀을 다 뽑기 전에는 집에 돌아올 생각도 말고, 알았지? 쇠호미로 풀을 뽑는 팥쥐는 자기 일을 금방 끝냈는데요. 나무 호미로 풀을 뽑아야 했던 콩쥐는 일이 힘겨웠습니다. 자, 잘 들었었나요? 자, 그럼 비슷한 부분이 비슷한 거래모, 정말 나의 민가 롬바온. 자, 또 bây 민가 롬바잖아. 그다음 니 김치지 다 피프롱빠이 석사로 보내 등어 그네는 친들어가 요롱비르니 라인 담동. 또 저도 석사 그런 រឿង 프레니틴 네ប្រយោគជាបន្តទៀត. 밭에서 풀을 다 뽑기 전에는 집에 돌아올 생각도 말고, 알았지? 자, 미네타. đọt smile mình bà đọt smile mình tê vì đọt smile mình vì việc sai thế xong cùng cái tha ban chụp tệ so đừng cha khoan đã chơi lên càn tí ná cùng cái càn ấy cha chắc như đồng huy sắc mình tham tiết chỉ mới này không chỉ mình to ta đây 해보세요. 불을 다 뽑기 전에는 불을 다 뽑기 전에는 자, 비니 미네타 môn đừng đọt smile tiếng 자, môn đọt smile tiếng thử thử càng nghe hỏi á. 자, chẳng biết thà 풀 미네타 smile. 자, 불 미네타 smile. chẳng mà to sao mình tham tiết để lời biết thà 풀을 뽑기. 자, 미네타 đọt smile. Việc cứ chỉ niếm. Hay chẳng mà phân chia kia để giờ sao với cứ giờ vậy đại đằng ớt. 자, bà xin chỉ chẳng đắng, mình đã sắc chỉ mình kim chỉ mình tỏ tiện. 불을 뽑다. 자, mình thắt đỏ smile. Vì gì kia để sập đám. 자, 뭐뭐를 뽑다. bên này mình thà đo ở vậy mùi. chẳng ô thì họ khắc nằm bài nghe vô chừng ní. 불을 뽑다. bên này mình thà đỏ smile. 자, đỏ smile. chẳng một phân chỉ đỏ smile hay đỏ ấy thì đang ấy. 자, 이제 lên thế. chẳng như nó nghe sơ mình tham tiền là ô thì họ mùi tiền. 이를 뽑다. 자, mình thà đỏ thơm mình. 자, đỏ thơm mình. tiền nó nghe đỏ thơm mình ở cái này. giờ lên thế ná. còn bậc cái bậc cảnh này khiêm ấy. chẳng biết thà y. bên này mình thà thơm mình. 자, thơm mình. chẳng như nó nghe sơ nơi bìa môi chùm nôn tiền là không ạc tập bọt rừng này chỉ bằng tỏ tiền. 전에는. 자, bên này mình thà muôn nừng. 자, mình tham muôn nừng thưa tiết còn tham muôn nừng thưa vậy mùi. chẳng mình to sơ mình tham tiền. 뭐뭐 하기 전에는. mình thà muôn nừng thưa vậy mùi. muôn nừng thưa vậy mùi. chẳng này khiêm nâng mình thay ô tế họ khá nằm bây ở nhiều dù chừng ní. xong á nâng stop ta nâng khiêm từng ở khá ní. 불을 뽑기 전에는. 자, bên này mình thả muôn nừng đỏ smile. 자, muôn nừng đỏ smile chẳng dừng đỏ ấy. 자, gì lên tên chẳng như nó phía xa mình thay tí là ô tế họ mùi tiến. 밥을 먹기 전에는. 자, bên này mình thả muôn nừng hộp bài. 자, chẳng biết thả 밥을 먹기. bên này mình thả hộp bài vì kỳ trình niếm. chẳng này khi nâng lựa ô tế họ mùi tiết đảm bay ở nghề dù trình ni. thì lời bị khắc nó ăn tập bọn nị đài. 공부를 하기 전에는. 자, bên này mình thả môn nừng riêng. chắc bà chị này đừng ở khní đừng hãy thả bị thả 공부. bên này mình thả riêng sốt. 자, riêng sốt. 자, chắc này khi mình thay bị mùi chùm nôn tiết đảm bay ở nghề dù chừng ní hay nơi mình to nơi sắc xa nơi bị khắc mình nơi không đường ăn tập bọn đi tàn mặt đó. xong án ta này khi từng ở khní 따라 해보세요. 알았지? 자, mình thả đằng ón
ឬក៏ដឹងនៅក្នុងលក្ខណៈវាគឺជាក្នុងលក្ខណៈដែលយើងបញ្ជាក់ឬក៏គឺជាការសង្កត់នៅសម្លេងអ្វីមួយចាទៅលើដូចថាមិត្តភ័ក្តិពុកម៉ាឬក៏អ្នកដទៃដែលយើងចង់សំណួរសួរទៅគេអញ្ចឹងនេះខ្ញុំនឹងលើកឧទាហរណ៍ខ្លះៗតើតើនឹងអត្ថបទនេះដើម្បីឲ្យងាយយល់ជាងនេះអារ៉ាជីចាមានន័យថាដឹងអនចាដឹងអនអញ្ចឹងបើសិនជាយើងប្រើក្នុងលក្ខណៈជាអនាគតកាលវិញយ៉ាងម៉េចដែរអញ្ចឹងសូមអានតាមអ្នកខ្ញុំទាំងអស់គ្នាទៅលើពាក្យថាអាកេជីអលកេជីចាមានន័យថាដឹងអនវាគឺជាអនាគតកាលអញ្ចឹងនេះខ្ញុំសូមបន្ថែមពាក្យយោក្នុងលក្ខណៈជាពាក្យគួរសមដើម្បីឲ្យមិត្តអ្នកស្ដាប់យល់មិនថាយល់ជាងនេះជាបន្តទៀតអារ៉ាចោចាពាក្យនេះមានន័យថាដឹងអនចាអលកេចោពាក្យនេះដូចគ្នាដែរមានន័យថាដឹងអត់វាជាអនាគតកាលសូមបន្ថែមទៀតសេហូមីរ៉ូភូលពុបនិនផាត់ជីនិនឆាគីអ៊ីរខំបាំងកិនណេនិនទេអូចានាងផាត់ជីដែលមានកណ្ដៀវដៃនោះបានធ្វើការរបស់ខ្លួននឹងដូចថាដោយដបស្មើនឹងតាមមួយផ្លេកក៏ចាប់រួចរាល់តែម្ដងអញ្ចឹងយើងនឹងគ្នាសិក្សាបន្ថែមនៅពាក្យថាអ៊ីរខំបាំងកិនណេនិនទេអូចាពេលនេះមានន័យថាធ្វើការតាមមួយផ្លេឬក៏ធ្វើការចាប់រួចរាល់ហើយអញ្ចឹងនេះខ្ញុំសូមទៅថាបន្តនៅពាក្យនេះជាបន្ថែមទៀតទៅលើពាក្យនេះដដែលអ៊ីរគិនណេតាចាពាក្យនេះមានន័យថាធ្វើការចប់អញ្ចឹងបើយើងនិយាយទៀតថាម៉ូម៉ូរគិនណេតាចាពាក្យនេះមានថាយើងធ្វើការចប់ឬក៏ចប់នៅអ្វីមួយអញ្ចឹងនេះខ្ញុំសូមលើកឧទាហរណ៍ខ្លះៗបន្ថែមដើម្បីឲ្យងាយយល់ជាងនេះទៅលើពាក្យអ៊ីរខំបាំងកិនណេសយោចាមានន័យថាធ្វើការតែមួយផ្លេតឬក៏ធ្វើការចប់រួចរាល់ហើយអញ្ចឹងពាក្យថាខឹមបាំងពេលនេះមានន័យថាតែមួយផ្លេតចាលឿនមែនទេវាគឺជាកំឡុងពេលដែលលឿនដែលយើងអាចនិយាយបានអញ្ចឹងនេះខ្ញុំនឹងឧទាហរណ៍មួយទៀតដើម្បីឲ្យងាយយល់ជាងនេះខុងប៊ូរខឹមបាំងកិនណេសយោចាមានន័យថារៀនតែមួយផ្លេកក៏ចប់រួចរាល់អញ្ចឹងពាក្យថាខុងប៊ូប្រហែលជាអ្នកទាំងអស់គ្នាបានរៀននឹងសិក្សាដដែលហើយមានន័យថាការសិក្សាឬក៏រៀនអ៊ីរអនជេកិនណេសយោចាធ្វើការងារចំនៅអ៊ីរអជេកិនណេសយោចាធ្វើការងារចប់ហើយអញ្ចឹងយើងនាំគ្នាសិក្សាបន្ថែមទៀតទៅលើពាក្យថាណាមូហូមីរ៉ូភូលពុបបាយ៉ាហេតងគងជីនិនអ៊ីរីហ៊ីមគីវ៉ាសឹមនីដាចាពេលនេះមានន័យថាគងជីដែលត្រូវដោះស្មៅដល់កណ្ដៀវឈើហ្នឹងធ្វើការងារដល់លំបាកខ្លាំងណាស់អញ្ចឹងពួកយើងនឹងសិក្សាមួយទៀតទៅលើពាក្យថាអ៊ីរីហ៊ីមគីវ៉ាសឹមនីដាចាពេលនេះមានន័យថាធ្វើការងារដល់លំបាកចាហ៊ីមគីវ៉ាសឹមនីដាមានន័យថាធ្វើការងារដល់លំបាកចាគួរឲ្យសោកស្ដាយមែនទែនដល់ពេលវេលាដែលត្រូវកំណត់ក្នុងការសិក្សាភាសាកូរ៉េតាមរយៈរឿងព្រេងនិទានផងដែរតែទោះបីជាយ៉ាងណាក៏ដោយសូមមិត្តកុំភ្លេចស្ដាប់នៅរឿងនិទាននេះហើយក៏សូមរំលឹកនៅពាក្យដែលរៀនបានក្នុងថ្ងៃនេះផងដែរក៏ប៉ុន្តែមុននឹងជម្រាបលាអ្នកខ្ញុំក៏សូមអរគុណហើយក៏សូមអរគុណចំពោះអ្នកទាំងអស់គ្នាដែរចាសូមអរគុណសូមជម្រាបលា